រឿងខ្មោចចងកលើដើមក្រសាំងជំរាបសួរប្រិមិត្តនៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រន្ធត់លុះព្រលឹងនៅក្នុងយប់នេះដែរ Admin ក៏បានលើកយករឿងមួយកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺបានមកពីបងប្រុសនួនកើតឡើងនៅក្នុងអំឡុងឆ្នាំ2007អញ្ចឹងគ្រាន់តែឃើញចំណងជើងនឹងបងប្អូនប្រហែលជាឆ្ងល់ហើយខ្មោចចងកលើដើមក្រសាំងហើយពីដំបូងនឹង Admin ក៏ឆ្ងល់ដែរថាហេតុអីក៏មនុស្សស្រីអាចឡើងចងកនៅលើដើមក្រសាំងបានទាំងដែលដើមក្រសាំងនោះគឺជាដើមដែលមានបន្លាច្រើនអញ្ចឹងបងនួនក៏បានបញ្ជាក់ទៀតថាការពិតទៅដើមក្រសាំងវាអាចថាមានបន្លាតែពីតូចទេដល់ពេលវាធំទៅបន្លាវាលែងសូវមានហើយវាអាចនឹងមានមួយនៅខាងក្រោមគល់អញ្ចឹងហើយណាមួយក្រសាំងនោះគឺជាក្រសាំងហូបផ្លែផងបងប្អូនដែលគាត់បានទៅឡើងបេះក្រសាំងនឹងភាគច្រើនគឺគាត់បានលួសបន្លាចេញពីខាងក្រោមទៅដើម្បីឲ្យគាត់ងាយស្រួលឡើងហើយនៅក្នុងរឿងនេះគឺបងនួនគឺគាត់អត់បានបញ្ជាក់ភូមិបញ្ជាក់ឃុំបញ្ជាក់ស្រុកទេព្រោះអីគាត់ខ្លាចប៉ះពាល់ដល់ម្ចាស់សាច់រឿងអញ្ចឹងកុំឲ្យខាតពេលយូរក៏សូមតាមដានសាច់រឿងជាមួយ Admin ទាំងអស់គ្នាទៅជាយ៉ាងណាដំណើរសាច់រឿងដំបូងរបស់បងនួននឹងកាលពីអំឡុងឆ្នាំ2007នឹងគឺម្ដាយរបស់គាត់ប្រើទៅមើលស្រែដូចថាក្នុងពេលនោះស្រូវក៏វិចិត្រទុំដែរក្នុងអំឡុងខែ11នឹងគាត់ក៏បានកាន់ចបមួយកាន់ថង់មួយដើម្បីស្គួរមកវិញបើសិនជាឃើញក្តាមគាត់ក៏ចាប់ក្តាមមកបដាទៅដើម្បីយកមកស្លក្នុងពេលនោះគឺគាត់ថាស្រែរបស់គាត់គឺនៅឆ្ងាយដែរគាត់ថាប្រហែលជាចូល1គីឡូជាងពីភូមិទៅហើយក្នុងអំឡុងពេលដើរក៏គាត់អត់បានងាកឆ្វេងងាកស្ដាំអីដែរគឺគាត់មើលតែក្រោមទេបើសិនជាគាត់ឃើញក្តាមគាត់ក៏ចាប់ក្តាមដាក់ថង់ចឹងទៅដើរទៅដល់កន្លែងដើមក្រសាំងដែលខ្មោចស្រីម្នាក់កំពុងចងកនោះគឺគាត់អត់បានមើលឆ្វេងមើលស្ដាំទេហើយកន្លែងដែលគេកំពុងចងកនោះក៏មិននៅឆ្ងាយពីផ្លូវរទេសនឹងដែរគឺបលងស្រែ2ទេគាត់បានទៅដល់ស្រែហ្នឹងគាត់ក៏បានឃើញស្រូវនឹងវិចិត្រទុំទៅហើយគាត់នឹងក៏បានបើកទឹកបើកអីចេញដើររកក្តាមបដាចឹងទៅក៏បានក្តាមមកកូនថង់ដកមកអមដកអីរួចហ្នឹងក៏នឹកឃើញថាចង់ស្លមកជូរអញ្ចឹងបើសិនជាគាត់ដើរតាមដើមក្រសាំងនឹងហើយក៏ចូលបេះនៅកន្លែងដើមក្រសាំងនឹងទៅបងនួនក៏ដើរមកហ្នឹងក៏មិនទាន់ដល់ដើមក្រសាំងនឹងទេស្រាប់តែឃើញនៅក្រោមដើមក្រសាំងនោះមានមនុស្សជុំប្រហែលជា4-10នាក់ឃើញគេរោមមើលឆ្វេងមើលស្ដាំអញ្ចឹងទៅគាត់ក៏ឆ្ងល់គាត់ក៏បានដើរមកមិនទាន់ដល់ទេបងប្អូនហើយស្រាប់តែឃើញខ្មោចស្រីនឹងចងកនៅលើដើមក្រសាំងនោះមិនដឹងថាចងកនៅពេលណាទេហើយព្រឹកមិញហ្នឹងគាត់ក៏បានដើរកាត់កន្លែងនឹងដែរតែដោយសារគាត់ដើរអោនរវល់តែមើលក្តាមអញ្ចឹងទៅក៏មិនបានមើលទៅលើដើមក្រសាំងនោះដែរពេលដែលគាត់មកនឹងមេឃវាមិនទាន់ភ្លឺស្រួលបួលផងបើសិនជាគាត់ឃើញមិនដឹងថាឆោឡោប៉ុណ្ណាទេសំណាងល្អហើយដែលគាត់អត់ឃើញនោះហើយបើតាមបងនួនសន្និដ្ឋានក្មេងស្រីម្នាក់នោះប្រហែលជាអាយុ18ឆ្នាំដល់20ឆ្នាំនឹងព្រោះអីមើលទៅមុខគាត់ដូចរៀងក្មេងដែរហើយក្មេងស្រីដែលមកចងកនៅលើដើមក្រសាំងនោះគាត់អត់ដែលស្គាល់ទេព្រោះអីក្មេងស្រីម្នាក់នោះគឺនៅភូមិជាប់នៅភូមិរបស់គាត់នឹងក្នុងពេលនោះមេភូមិគាត់បានបកគោបកាសដែរដើម្បីរកសាច់ញាតិហើយបងនួនក៏គាត់អត់បានទៅណាដែរគឺគាត់ចាំមើលពីដើមដល់ចប់ក្រោយពីម្ដាយឪពុករបស់គេមកនឹងគាត់ក៏បានយំគាត់ថាស្ដីឲ្យតិចតួចសោះហេតុអីក៏ធ្វើដល់ថ្នាក់នេះហើយសន្តានភាពដែលមនុស្សចងកបងប្អូននឹងស្រាប់ហើយបងប្អូនណាដែលគាត់ធ្លាប់ឃើញខ្មោចចងកផ្ទាល់ភ្នែកបងនួនគាត់ថាតាំងពីកើតមកនឹងគឺគាត់អត់ដែលឃើញទេនេះជាលើកទី1ហើយភ្នែកលៀនគាត់ថាដាតវិញលៀនប្រហែលជាចូល2អាមបើសិនជាខ្មោចនោះចងកយូរគាត់ថាហូរឈាមមកតាមភ្នែកហូរឈាមមកតាមច្រមុះហូរឈាមមកតាមត្រចៀកនិយាយរួមទៅគាត់ថាពិបាកមើលខ្លាំងមែនតើបើសិនជាបងប្អូនណាដែលខ្លាចគ្រាន់តែមើលសភាពខ្មោចចងកនឹងគាត់ថាខ្លាចជាងខ្មោចលងទៅទៀតហើយក្រោយពីប៉ូលីសគាត់ធ្វើកសលវិច័យអីហើយនឹងគេក៏បានឡើងកាត់ទម្លាក់សពនោះចុះមកក្នុងពេលនោះក៏មានអាចារ្យមានចាស់នៅម្ដុំនឹងដែរគាត់ថាបើសិនជាខ្មោចចងកអញ្ចឹងគឺมันអាចយកចូលស្រុកភូមិបានទេដាច់ខាតត្រូវតែយកមឈូសយកអីមកធ្វើកិច្ចដើម្បីបញ្ចុះក្រោមដើមក្រសាំងនេះតែម្ដងក្នុងនោះម្ចាស់ស្រែរបស់គេក៏បានប្រកែកភ្លាមដែរគេថាអត់ព្រមទេដោយសារតែកន្លែងនេះគឺជាកន្លែងដីរបស់គាត់អញ្ចឹងបើសិនជាចង់យកទៅបញ្ចុះក៏យកបញ្ចុះទៅឲ្យឆ្ងាយទៅម្ចាស់ស្រែគឺគាត់អត់ព្រមដាច់ខាតគាត់ថាឲ្យប្រមាណក៏គាត់មិនឲ្យបញ្ចុះសពចងកនៅលើដីរបស់គាត់ដែរអញ្ចឹងលោកពូអ្នកមីងដែលត្រូវជាម្ដាយឪពុករបស់សពនឹងក៏បានសួរទៅលោកអាចារ្យថាមានវិធីផ្សេងទៀតអត់លោកអាចារ្យគាត់គិតមួយសន្ទុះនឹងក៏នឹកឃើញវិធីមួយបើសិនជាចង់យកទៅចូលនៅក្នុងស្រុកភូមិមានតែអូសបច្រាស់ទៅហើយប្រពៃណីនៅខាងស្រុកបងនួននោះបើសិនជាសពដែលគេត្រូវយកចូលនៅក្នុងភូមិអញ្ចឹងសពតៃហោងអញ្ចឹងគឺគេមិនអោយដឹករទេះគោឬមួយក៏គោយន្តឬមួយក៏ដាក់អីសែងទៅអញ្ចឹងគឺគេអត់ទេវិធីដែលគេអាចយកខ្មោចតៃហោងចូលនៅក្នុងស្រុកភូមិបាននោះគឺមានតែដាក់ធាងដូងឬធាងថ្នោតឬមួយក៏រឹងក៏បានដែរដាក់សពនឹងបញ្ច្រាស់ហើយក៏អូសតែម្ដងមិនអោយលើកផុតពីដីទេក្រោយពីយកអង្រឹងមករួចរាល់នឹងក៏បានអូសសពស្រីម្នាក់នឹងកាត់ផ្លូវរទេសនឹងដើម្បីចូលទៅក្នុងស្រុកភូមិរបស់គេនឹង
នឹងទៅក្នុងពេលនោះក៏មានលោកអាចារ្យក៏មានព្រះសង្ឃ2 3អង្គដើម្បីមកធ្វើកិច្ចធ្វើអីនៅកន្លែងដើមក្រសាំងនោះដែរហើយបងនួនក៏មិនដឹងថាគេធ្វើកិច្ចអីខ្លះដែរសូត្រទៅសូត្រមកជុំវិញដើមក្រសាំងនោះក៏បានយកជីវររបស់លោកយកស្បង់ជីវររបស់លោកនឹងទៅចងជាប់នៅលើដើមក្រសាំងនោះត្រឹមប្រហែលជាកម្ពស់ខ្ពស់ជាងមនុស្សបន្តិចមិនដឹងថាគេនឹងធ្វើកិច្ចដើម្បីកុំឲ្យមានអ្នកផ្សេងទៀតមកចងកនៅលើដើមក្រសាំងនោះក៏អត់ដឹងដែរហើយក្រោយពេលធ្វើកិច្ចរួចរាល់អស់នឹងប្រហែលជាចូលម៉ោង1ម៉ោង2រសៀលទៅហើយគេនឹងក៏បានបំបែកជួរគ្នាមកអស់ហើយបងនួនក៏អត់បានសូវស្គាល់គេដែរមានអ្នកភូមិគាត់ម្នាក់ពីរនាក់ដែរនាំគ្នាបណ្ដើរគ្នាដើរមកផ្ទះបណ្ដើរនឹងនិយាយគ្នាបណ្ដើរថាដើមក្រសាំងនោះគឺផ្លែធំធំល្អណាស់សាច់ក៏ច្រើនដែរដូចថាពួកគាត់មកពីស្រែអញ្ចឹងឲ្យតែក្រសាំងនឹងដល់រដូវផ្លែគឺគាត់មិនដែលហួសទេភាគច្រើនគឺគាត់បេះក្រសាំងនោះដើម្បីយកទៅស្លឬមួយក៏ធ្វើបុកម្ជូរបុកត្រីអីផ្សេងៗអញ្ចឹងទៅក្រោយពីមកដល់ផ្ទះនឹងម្ដាយឪពុករបស់គាត់ក៏បានសួរថាហេតុអីក៏ទៅស្រែយូរម្លេះម៉ោង1ម៉ោង2ហើយទើបតែមកដល់បងនួនគាត់ក៏បានរៀបរាប់សាច់រឿងនឹងទៅប្រាប់ម្ដាយឪពុករបស់គាត់ថាដើមក្រសាំងដែលកូនចំណាំទៅបេះផ្លែក្រសាំងរាល់តដងហ្នឹងពេលនេះស្រាប់តែមានមនុស្សស្រីម្នាក់គាត់មកចងកមិនដឹងថាមនុស្សស្រីម្នាក់នោះមានវិបត្តិអីទេហើយក្មេងស្រីម្នាក់នោះគឺជាប់នៅក្នុងភូមិយើងនេះឯងក្រោយពីលឺអញ្ចឹងម្ដាយឪពុករបស់គាត់នឹងក៏បានសួរដេញដោលថាខ្លួនឯងបានទៅមើលគៀកអត់បើសិនជាខ្លួនឯងបានទៅមើលគៀកអារម្មណ៍នោះគឺវាដិតដាមខ្លាំងណាស់ព្រោះអីសពចងកអញ្ចឹងគឺគេមិនឲ្យដើរទៅមើលគៀកទេសម្រាប់អ្នកដែលខ្លាចនោះក្នុងពេលនោះដែរបងនួនគាត់ខ្លាចម្ដាយឪពុករបស់គាត់បានស្ដីបន្ទោសនឹងគាត់ក៏អត់បានប្រាប់ត្រង់ដែរគាត់ថាកូនអត់បានដើរទៅមើលចិត្តទេកូនមើលត្រឹមតែពីចម្ងាយទាំងដែលការពិតទៅនឹងគឺគាត់បានដើរទៅមើលផ្ទាល់នឹងតែម្ដងក្រោយពីទៅដល់ផ្ទះនឹងគាត់ងូតទឹកហូបបាយរួចនឹងស្រាប់តែលឺមេក្រូនឹងឆ្លងភូមិក្រោយពីគេបានធ្វើបុណ្យអ្នកដែលចងកនៅក្នុងភូមិរបស់គេនោះមិនដឹងថានៅក្នុងភូមិរបស់គេនឹងលងឬអត់ទេតែសម្រាប់បងប្អូនដែលដើរទៅមើលស្រែឬមួយក៏ទៅស្រែក្នុងអំឡុងពេលមុនច្រូតនោះគេក៏បានជួបខ្មោចនឹងញឹកញាប់ដែរអ្នកខ្លះទៀតទៅខ្មោចចងកនោះលងបែបជាសំឡេងអ្នកខ្លះទៀតលងបែបជាដូចថាឃើញនៅអង្គុយនៅលើដើមក្រសាំងនឹងតែម្ដងស្លៀកពាក់សបាយខ្នងឲ្យមិនឲ្យឃើញមុខទេហើយក្នុងពេលនោះគោយន្តក៏វាមិនទាន់សូវមានច្រើនដែរវាមានត្រឹមតែមួយគ្រឿងពីរគ្រឿងនៅក្នុងភូមិនោះអ្នកខ្លះទៀតទៅបរទេសគោខ្លះទៀតទៅក៏ផ្អើលគោខ្លះទៀតទៅក៏អត់ផ្អើលបើតាមអ្នកភូមិរៀបរាប់គាត់ថាខ្មោចចងកនឹងពេលខ្លះក៏សុំរទេសគេជិះទៅផ្ទះដែរដោយថាពេលខ្លះចឹងបងប្អូនដែលគាត់ធ្វើដំណើរមកពីស្រែពេលល្ងាចចឹងទៅដល់ត្រង់ចំណុចដើមក្រសាំងនោះគាត់ថាមានមនុស្សស្រីម្នាក់តែងតែឈរបោយដៃគាត់នឹងស្រែកហៅសុំគេទៅផ្ទះដោយថាលោកពូខ្លះទៀតគាត់មិនសូវខ្លាចចឹងទៅគាត់ក៏បានស្រែកឆ្លើយតពីបេម៉ាត់ដែរគាត់ថាគាត់មិនឲ្យទៅទេដោយថាអីវ៉ាន់នៅលើរទេះគាត់ពេញគាត់ចេះតែឆ្លើយចឹងទៅហើយគេតែងតែនិយាយពីមាត់មួយទៅមាត់មួយនឹងក៏ល្បីពេញភូមិថានៅកន្លែងដើមក្រសាំងនោះគឺមានខ្មោចស្រីចងកនឹងលងខ្លាំងណាស់ក្នុងពេលនោះបងនួនគាត់ក៏បានស្ដាប់គេដែរដូចថាថ្ងៃមួយនឹងគឺគេដល់ខែរដូវច្រូតមិនថាបងប្អូនយើងមិនថាបងនួននឹងគាត់ក៏បានបរទេសកាត់នោះដែរតែភាគច្រើនគឺគេបរទេសតែពេលព្រឹកឬក៏ពេលល្ងាចអញ្ចឹងគេមិនអាចឲ្យដល់យប់បានទេបើសិនជាដល់យប់នឹងអាចនឹងខ្មោចស្រីម្នាក់នោះលងគេទៀតហើយក្នុងពេលនោះដល់ខែរដូវច្រូតកាត់នឹងក៏មិនមានម៉ាស៊ីនច្រូតក៏មិនមានអីដូចឥឡូវដែរកាលនោះគឺគេច្រូតដៃទេដូចថាពេលល្ងាចឡើងគេក៏រៀបចំដាក់កដាប់ដាក់អីដើម្បីដឹកមកផ្ទះចឹងទៅបងនួនគាត់ថារាល់ឆ្នាំហ្នឹងគឺឲ្យតែល្ងាចឡើងនឹងមិនខ្វះទេរទេសបកាត់នោះហូហែតែចម្លែកអីល្ងាចនឹងមួយដូចថាម្ដាយឪពុករបស់គាត់នឹងក៏សុំទៅផ្ទះមុនដើម្បីរៀបចំបាយរៀបចំអីដើម្បីឲ្យបងនួននឹងហូបហើយណាមួយឪពុករបស់គាត់នឹងក៏ទៅរៀបចំកន្លែងដាក់ថ្នាំចំបើងឬមួយក៏ដាក់ក្តារបោកដើម្បីបោកស្រូវចឹងទៅបងនួនក៏គាត់បានប្រាប់ទៅម្ដាយឪពុករបស់គាត់ថាទៅនឹងក៏ទៅចុះព្រោះអីល្ងាចឡើងនឹងមិនខ្វះទេបងប្អូនដែលគាត់បរទេសនៅលើផ្លូវរទេសនឹងនោះគាត់នឹងចេះតែរៀបកណ្ដាប់បណ្ដើរចឹងទៅហើយគោនឹងចងនៅលើភ្លឺដើម្បីឲ្យវាស៊ីស្មៅហើយខែនោះក៏មិនខ្វះស្មៅដែរស្មៅវាច្រើនគាត់នឹងចេះតែរៀបកណ្ដាប់បណ្ដើរដោយថាអត់មានអ្នកជញ្ជូនឲ្យផងនឹងកណ្ដាប់វាចេះតែនៅឆ្ងាយទៅនឹងបងប្អូនហើយស្រាប់តែគាត់នឹងវាជ្រុលពេលជ្រុលវេលាមកដល់ល្ងាចទៅហើយថ្ងៃនឹងវាក្បែរលិចគាត់នឹងក៏បានរៀបចំមិនសូវពេញរទេសប្រហែលទេដូចថាបញ្ញាបញ្ញាប់ខ្លាចបងប្អូនដែលគាត់នៅស្រែចិត្តនោះក៏ទៅផ្ទះចោលអស់អញ្ចឹងស្រាប់តែងាកឆ្វេងងាកស្ដាំនឹងបងប្អូនហើយស្រាប់តែគេទៅផ្ទះអស់រលីងដូចថាគេម្នាក់ហ្នឹងគេក៏បោចេញបដាអញ្ចឹងទៅគាត់ក៏រៀបចំអត់ទាន់គេដែរដោយសារតែកណ្ដាប់របស់គាត់ហ្នឹងគឺអត់ទាន់ចងហើយណាមួយគោរបស់គាត់ហ្នឹងវារៀងនៅឆ្ងាយគ្នាទៅទៀតខំប្រឹងដើរទៅដឹកគោហ្នឹងបញ្ញាបញ្ញាប់ដែរយ៉ាងណាក៏គាត់អត់ទាន់គេដែរគឺគេទៅផ្ទះអស់ហើយនៅតែគាត់ក្រោយគេនឹងបងប្អូនហើយស្រាប់តែដូចថាគិតវែងឆ្ងាយធ្លាប់តែឮគេនិយាយថាខ្មោចស្រីចងកនេះលងចេះលងចុះហើយគាត់ក៏ខ្លាចដែរហើយបងប្អូនខ្លះទៀតគាត់ថាបើសិនជាយើងខ្លាចយើងកុំគិតយើងទៅគិតរឿងអីផ្សេងចឹងទៅបងប្
ប្អូនហើយដូចថាអ្នកណាទៅតាមចិត្តបានពេលខ្លះទៅយើងនឹងវាមិនចង់គិតទេតែដល់ដំណាក់កាលមួយដែលយើងត្រូវពេលដែលខ្លាចអាចិត្តនឹងវាតែងតែគិតច្រើនហើយណាមួយគេប្រាប់ថាបើសិនជាយើងខ្លាចកន្លែងណាយើងកុំទៅងាកមើលកន្លែងនោះកន្លែងនេះក៏ហាមចិត្តខ្លួនឯងមិនបានដែរភាគច្រើនបើយើងខ្លាចកន្លែងណាហើយដាច់ខាតគឺត្រូវតែងាកមើលកន្លែងនោះធ្លាប់ទៅលើគេនិយាយថាខ្មោចស្រីម្នាក់នោះឲ្យតែពេលល្ងាចហ្នឹងភាគច្រើនតែងតែឈរបោយដៃនៅលើដើមក្រសាំងនោះថាសុំទៅផងអីចឹងទៅដល់កន្លែងនោះនឹងបងប្អូនហើយដូចថាគាត់នឹងវាហាមចិត្តខ្លួនឯងមិនបានកាន់តែខ្លាចហ្នឹងកាន់តែចង់មើលហើយណាមួយបង្នួនគាត់បគូមកដល់ត្រង់ចំណុចដើមក្រសាំងនោះប្រហែលជាម៉ោង5ជាងទៅហើយដូចជាបងប្អូនបានដឹងស្រាប់អញ្ចឹងក្នុងអំឡុងពេលខែច្រូតនោះតម៉ោង5ជាងឲ្យតែថ្ងៃលិចគឺចាប់ផ្ដើមព្រិលហើយយប់តែម្ដងតែបង្នួនគាត់បគូមកដល់ត្រង់ចំណុចដើមក្រសាំងនោះគឺមិនទាន់យប់ទេគឺនៅព្រិលនៅឡើយអាចនៅមកមើលគ្នាឃើញណាមកដល់ត្រង់ចំណុចនោះដែរគាត់ក៏បានងាកទៅលើដើមក្រសាំងនោះមិនបានឃើញអីទេបងប្អូនហើយឃើញតែដូចថាខ្យល់វាបក់សពលោកបក់វិចដែលគេបានចងជាប់នៅលើដើមក្រសាំងនោះអាចិត្តហ្នឹងវាកំពុងភ័យកំពុងតែខ្លាចហើយណាមួយគាត់បគូហ្នឹងក៏វាមិនមែនដូចជាគូយន្តដូចជាឡានអីដែរធម្មតាដូចបងប្អូនដឹងស្រាប់ចឹងគូបើសិនជាយើងអត់កាច់ចកូតវាក៏វាដើរត្រង់ផ្លូវដែរក្នុងពេលនោះគាត់ក៏បានងាកមើលដោយសេរីងាកឆ្វេងងាកស្ដាំផងមិនបានងាកទៅមើលមុខទេភ្នែករបស់គាត់គឺមើលទៅតែត្រង់ចំណុចដើមក្រសាំងនោះទេបងប្អូនហើយស្រាប់តែគូនឹងវាផ្អើលមកឈុលភ្លាមដូចថាវាឈប់ងឹកចឹងទៅវាទុចថយក្រោយភ្លាមបង្នួនគាត់ក៏បានចាប់ទាញគូស្រាប់តែគាត់ងាកទៅមើលមុខរទេះនឹងបងប្អូនហើយស្រាប់តែឈរកណ្ដាលផ្លូវរទេសនឹងតែម្ដងហើយបង្នួនក៏ថាគូរបស់គាត់នឹងវានៅរៀងខ្ចីដែរបងប្អូនហើយដូចថាវាខ្លាចវាជ្រឹបស្លឹកត្រចៀកនឹងបែរមកក្រោយហើយវាជិតថយក្រោយបង្នួនក៏ខំចាប់គូចាប់ទាញមកនឹងបងប្អូនហើយស្រាប់តែគូនឹងវាផ្អើលក្នុងពេលនោះបង្នួនគាត់ខ្លាចផងអីផងហើយណាមួយខ្លាចតែគូវាថយមករទេះធ្លាក់បឹងស្រែចឹងទៅវាអាចច្រឡប់ក្នុងពេលនោះដៃឆ្វេងរបស់គាត់នឹងគឺកាន់ខ្សែគូទាំងពីរហើយដៃស្នាមរបស់គាត់នឹងកាន់រំពាត់មួយគាត់នឹងក៏បានវាត់គូម្នាក់មួយរំពាត់ដោយថាវាឈឺផងវាផ្អើលផងចឹងគាត់ក៏រត់បំបុកខ្មោចចឹងតែម្ដងទៅគូនឹងនោះតែបុកទៅនឹងគឺអត់មានឃើញអីទេដូចថាបុកទៅវាដូចជាបុកខ្យល់ចឹងវាក៏រលាយខ្សលទៅបង្នួនគាត់ថាក្នុងពេលនោះគឺគាត់អត់បានវាយគូទេគាត់ថាគូនឹងវារត់រហូតរត់សឹងតែដល់ផ្ទះគាត់នឹងក៏ខំចាប់ទាញយ៉ាងណាក៏ទាញមិនឈ្នះដែរទាល់តែមកដល់ក្បែរភូមិនឹងទៅវាឈប់រត់ប្រហែលជាគូនឹងវាហត់ឬក៏យ៉ាងណាទេហើយក្នុងពេលនោះបង្នួនគាត់ថាគាត់រន្ធត់ណាស់ណាមួយក៏ខ្លាចរទេះកលាប់ផងហើយណាមួយគាត់ភ័យខ្លាចខ្មោចផងទម្រាំតែបរទេសមកដល់ផ្ទះនឹងគាត់ថាធ្លាក់កដាប់អស់ប្រហែលជាចូលប្រហែលជា20-30កដាប់ដែរពេលគាត់មកដល់នឹងគាត់ក៏ឃើញឪពុករបស់គាត់កំពុងតែរៀបចំបោកកដាប់នឹងគាត់ក៏ឆ្ងល់ដែរគាត់ថាអីបានកដាប់នៅខាងនេះវាអស់អញ្ចឹងណាបង្នួននឹងគាត់ក៏បានរៀបរាប់សាច់រឿងទៅប្រាប់ពុករបស់គាត់ថាមិញហ្នឹងគឺខ្មោចចងកនៅកន្លែងដើមក្រសាំងនោះលងគាត់ថាលងគាត់ហ្នឹងគឺមិនមែនបក់ដៃនៅកន្លែងដើមក្រសាំងហ្នឹងទេគឺឈរនៅកណ្ដាលផ្លូវរទេសហ្នឹងតែម្ដងហើយក្រោយពីគូឃើញហ្នឹងគូក៏បានទុចផ្អើលថយមកក្រោយអញ្ចឹងណាខ្ញុំនឹងក៏បានខំទាញទៅទាញមកហ្នឹងខ្ញុំក៏បានពឺតគូពីម្ពាត់ហ្នឹងគូក៏បានរត់ផ្អើលមកបំបុកខ្មោចហ្នឹងតែម្ដងមិនដឹងថាគេហ្នឹងកិច្ចទៅណាក៏អត់ដឹងដែរក្រោយពីដាក់គូដាក់អីរួចហ្នឹងឪពុករបស់គាត់មិនទាន់ឲ្យគាត់បោកកដាប់ភ្លាមទេហៅតារបស់គាត់ហ្នឹងមកឲ្យស្រោចទឹកឲ្យថាថ្ងៃមុខថ្ងៃក្រោយហ្នឹងកុំឲ្យជួបខ្មោចហ្នឹងទៀតហើយក្នុងពេលរដូវច្រូតកាត់នោះមិនដឹងថាខ្មោចចងកលើដើមក្រសាំងនោះទៅលងម្ចាស់ស្រែឬក៏យ៉ាងណាដែរចាស់ស្រែហ្នឹងគាត់ក៏បានកាប់ដើមក្រសាំងនឹងបលុំតែម្ដងតែមិនបានលួសមែកមិនបានអីទេគ្រាន់តែកាប់ហើយដើមក្រសាំងនោះរលំដល់ដីហ្នឹងគេក៏ទុកចោលនឹងតែម្ដងហើយបង្នួនគាត់បានបញ្ជាក់ទៀតថាខ្មោចកន្លែងដើមក្រសាំងនោះវាលងម្ដងមកកាលដែរកាលពីអំឡុងឆ្នាំ2010-2011ទើបតែមកដល់ពេលឥឡូវទេដូចថាដើមក្រសាំងព្រៃនៅម្ដុំកន្លែងនោះគឺគេកាប់ចោលអស់ហើយទោះជាយ៉ាងណាហ្នឹងក៏បង្នួនគាត់អត់ភ្លេចដែរអនុស្សាវរីយ៍ដែលខ្មោចកន្លែងនោះលងគាត់អញ្ចឹងរឿងបង្នួនក៏សូមសង្ខេបត្រឹមនេះបើសិនជា admin រៀបរាប់ទៅមានការខុសឆ្គងកន្លែងណាអីក៏សូមខន្តីអភ័យទោសទៅដល់បងប្អូនផងបង្នួនក៏ដូចគ្នាដែរបើសិនជា admin រៀបរាប់ទៅខ្វះខាតត្រង់ចំណុចកន្លែងណាអញ្ចឹងក៏សូមជួយ comment បន្ថែមផងអញ្ចឹងវីដេអូក៏មានត្រឹមតែប៉ុណ្ណេះដែរសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ